ចាបងប្អូនថ្ងៃនេះរៀងប្លែកបន្តិចហើយគឺស្ងោរជ្រក់ស្ពៃក្រញាញសាច់មាន់វីដេអូនេះនាងខ្ញុំផ្ញើជូនពុកម៉ែបងប្អូនអត់ធ្លាប់ស្ងោរជ្រក់ស្ពៃក្រញាញសាច់មាន់អាចទស្សនាវីដេអូនាងខ្ញុំពីដើមរហូតដល់ចប់បានរសជាតិគឺឆ្ងាញ់ទាំងសាច់ទាំងកាកទាំងទឹកគឺចាប់ជាតិជាមួយនឹងគ្នាពុកម៉ែបងប្អូនគឺរសជាតិឆ្ងាញ់ខ្លាំងមែនទែនមិនថាស្ពៃក្រញាញស្ងោរជ្រក់អត់បានទេព្រោះអីកាលណាស្ងោរទៅស្ពៃដោយស្ពៃសាច់ដោយសាច់អញ្ចឹងណាអញ្ចឹងវីដេអូថ្ងៃនេះនាងខ្ញុំចែករំលែកទាំងសាច់ទាំងកាកទាំងទឹកគឺចាប់ជាតិជាមួយគ្នាហើយរសជាតិគឺឆ្ងាញ់អញ្ចឹងណាស្ងោរជ្រក់ស្ពៃក្រញាញសាច់មាន់សម្រាប់គ្រឿងផ្សំអត់អីពិបាកអីពុកម៉ែបងប្អូនទស្សនាវីដេអូនាងខ្ញុំពីដើមរហូតដល់ចប់អញ្ចឹងណាហើយស្ពៃនេះគឺជាស្ពៃក្រញាញស្ពៃអ្នកស្រុកភូមិខ្ញុំគឺគាត់ដាំអញ្ចឹងណាដាំទូចល្អិតគួរឲ្យចង់ញ៉ាំមកពុកម៉ែបងប្អូនគ្រាន់តែឃើញគឺចង់ញ៉ាំហ្មងណាស្ពៃកញ្ញាញស្ពៃធម្មជាតិហើយដល់យកមកស្ងោរជ្រក់ជាមួយនឹងសាច់មាន់អញ្ចឹងទៅពុកម៉ែបងប្អូនគឺរសជាតិឆ្ងាញ់ខ្លាំងហ្មងណាហើយសម្រាប់ស្ពៃវិញគឺពុកម៉ែបងប្អូនចង់ហាន់2 3កង់ក៏បានឬក៏ចង់វែងដូចខ្ញុំអញ្ចឹងក៏បានដែរហើយសម្រាប់សាច់មាន់វិញគឺធ្វើការលាងទឹកឲ្យបានស្អាត2 3ទឹកទៅហើយហាន់កង់ដូចខ្ញុំអញ្ចឹងមកណាហើយសម្រាប់គ្រឿងដែលត្រូវកាត់ស្អាតសាច់មាន់ហ្នឹងមានដូចជាខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃគល់ខ្ទឹមរំដេងហើយនឹងម្ទេសហើយជីដែលត្រូវដាក់ជ្រក់យើងឲ្យដែលស្ងោរជ្រក់ឲ្យមានរសជាតិកាន់តែឈ្ងុយគឺជីនាងវងជីរណាស្លឹកខ្ទឹមហើយនឹងស្វាយខ្ចីយើងធ្វើការហាន់សាប់ដូចខ្ញុំអញ្ចឹងទៅដាក់ដាំទឹកដាក់គល់ស្លឹកគ្រៃហើយរំដេងធ្វើការដាំចោលទៅឥឡូវហ្នឹងងាកយកខ្ទឹមសខ្ទឹមក្រហមហើយនឹងគល់ខ្ទឹមម្ទេសយកមកបុកដូចខ្ញុំមកធ្វើការបុកហើយត្រង់ចំណុចហ្នឹងគឺបុកអត់ឲ្យម៉ត់ទេណាពុកម៉ែបងប្អូនបុកលំឲ្យនៅដុំដូចខ្ញុំអញ្ចឹងមកណាបន្ទាប់ពីគិតថាយើងយកសំប៉ុណ្ណឹងហើយធ្វើការដាក់តៅហ៊ូយើងចូលមកតៅហ៊ូដាក់2ដុំក៏បាន3ដុំក៏បានដែរណាធ្វើការជ្រុំតៅហ៊ូយើងហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងឲ្យដូចថាឲ្យវាជីលបាយតែមួយអញ្ចឹងណាហើយបន្តមកទៀតហ្នឹងធ្វើការដួសដាក់ចានដូចខ្ញុំអញ្ចឹងមកណាដូចដាក់ចានទឹកដល់បន្លែហ្នឹងឥឡូវងាកមកមើលទឹកស្លយើងទាំងអស់គ្នាពុះជាបន្តហើយធ្វើការដាក់សាច់មាន់យើងចូលមកហើយបន្ទាប់ពីដាក់សាច់មាន់រួចហើយគឺធ្វើការដាក់គ្រឿងដែលយើងបុកតៅហ៊ូមិញហ្នឹងម្ទេសខ្ទឹមហ្នឹងបុករួមគ្នាមិញហ្នឹងធ្វើការដាក់ចូលដូចខ្ញុំអញ្ចឹងមកហើយយកស្លាបព្រាកូរបន្តិចណាពុកម៉ែបងប្អូនកូរដើម្បីឲ្យតៅហ៊ូគ្រឿងដែលយើងបានបុកហ្នឹងឲ្យវារាយជាលបាយតែមួយអញ្ចឹងណាហើយបន្តមកទៀតហ្នឹងធ្វើការផ្សំគ្រឿងតែម្ដងទៅខ្ញុំបានប្រើម្សៅស៊ុបចុងស៊ុបព្រាបាយស្ករសកន្លះស៊ុបព្រាបាយហើយនឹងប៊ីចេងយើងហ្នឹងលួចដាក់បន្តិចណាសម្រាប់ប៊ីចេងបើពុកម៉ែបងប្អូនអត់ពិសាមិនបាច់ដាក់ទេហើយខ្ញុំបានជ្រោយទឹកត្រីហ្នឹង2 3ជ្រោយទេពុកម៉ែបងប្អូនហើយបន្តពីហ្នឹងមកយកលាព្រាកូរមើលបន្តិចទៅហើយធ្វើការគ្របបន្តទៀតរងាស់ទឹកសម្លយើងឲ្យពុះអញ្ចឹងណាប្រហែល2នាទីគឺទឹកសម្លបានពុះហើយឥឡូវពុះជាបន្តអញ្ចឹងណាពុកម៉ែបងប្អូនហើយយកវែកដួសមើលសាច់តើសាច់យើងហ្នឹងសាច់មាន់យើងហ្នឹងគឺបានឆ្អិនអីនៅអញ្ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំបានរងាស់បន្ថែម1នាទីបន្ថែមទៀតពុកម៉ែបងប្អូនដើម្បីឲ្យសាច់មាន់ខ្ញុំហ្នឹងគឺឆ្អិនល្អហើយដូចថាចាប់ជាតិជាមួយនឹងគ្រឿងអញ្ចឹងណាឥឡូវហ្នឹងខ្ញុំសម្រេចចិត្តថាសាច់មាន់នាងខ្ញុំគឺបានឆ្អិនហើយខ្ញុំធ្វើការភ្លក់រសជាតិគឺឆ្ងាញ់ពុកម៉ែបងប្អូននិយាយទៅអត់ត្រូវថែមថយគ្រឿងអីទេរសជាតិគឺឆ្ងាញ់ខ្លាំងមែនតើត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនធ្វើការដាក់ស្ពៃកញ្ញាញចូលដូចខ្ញុំអញ្ចឹងណាត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនដាក់ស្ពៃកញ្ញាញចូលហើយគឺដាក់មកហ្មងមកពុកម៉ែបងប្អូនខ្ញុំដាក់ចូលហើយខ្ញុំរងចាំឲ្យពុះមកពុះទៀតហ្នឹងអញ្ចឹងឲ្យស្ពៃយើងគឺទន់ខ្លាំងមែនតើញ៉ាំអត់ឆ្ងាញ់ទេចឹងឲ្យត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនមិនបាច់ធ្វើដូចខ្ញុំទេណាសូមដាក់ចូលហើយគឺលើកដាក់ចេញពីចង្ក្រានមកព្រោះអីដាក់ឲ្យពុះដូចខ្ញុំគឺស្ពៃយើងទន់ខ្លាំងញ៉ាំអត់ឆ្ងាញ់អត់ច្រឹបអត់ឆ្ងាញ់អញ្ចឹងណាគឺទន់ខ្លាំងមែនតើហើយសម្រាប់ស្ងោរជ្រក់ស្ពៃក្រញាញសាច់មាន់នេះគឺរសជាតិឆ្ងាញ់ខ្លាំងពុកម៉ែដូចថាពុកម៉ែបងប្អូនអាចដូចថាដាក់ទឹកឲ្យកាកហ្នឹងឲ្យស្មើហើយត្រង់ចំណុចហ្នឹងគឺខ្ញុំរៀងកំហុសបន្តិចគឺជ្រុលដាក់ទឹករៀងលោបលុនអញ្ចឹងណាដាក់ទឹកច្រើនអញ្ចឹងណាអញ្ចឹងហើយមើលទៅទឹកច្រើនជាងកាកច្រើនជាងបន្លែអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនធ្វើការដាក់ប៉ាន់ស្មានខ្លួនឯងទៅដាក់ទឹកបន្តិចទៅហើយបន្លែសាច់យើងហ្នឹងឲ្យស្មើគ្នាអញ្ចឹងទៅបានស្ងោរជ្រក់យើងឆ្ងាញ់
ប៉ុន្តែនៅតែឆ្ងាញ់ពុកម៉ែបងប្អូនសំខាន់គឺសម្លឆ្ងាញ់ដោយសារគ្រឿងព្រោះនាងខ្ញុំផ្សំគ្រឿងបានរសជាតិឆ្ងាញ់អញ្ចឹងណាទឹកគឺហត់តអស់រសជាតិឆ្ងាញ់ណាសម្រាប់សម្លម្ជូរស្ងោរជ្រក់ស្ពៃកញ្ញាញ់សាច់មាន់ជាលើកទី1ហើយជាលើកដំបូងពុកម៉ែបងប្អូនទទួលរសជាតិគឺឆ្ងាញ់អញ្ចឹងហើយឲ្យតែឆ្ងាញ់គឺនឹងខ្ញុំចែករំលែកជូនទៅពុកម៉ែបងប្អូនដែលអត់ធ្លាប់ស្ងោរជ្រក់ស្ពៃកញ្ញាញ់ដូចគ្នាខ្ញុំអាចយកទៅធ្វើបានធានាថារសជាតិ the best រសជាតិគឺឆ្ងាញ់ណាពុកម៉ែបងប្អូនឥឡូវហ្នឹងវីដេអូនាងខ្ញុំដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនអំពីម្ហូបថ្មីរបស់នាងខ្ញុំសន្មតថាសូមបញ្ចប់ត្រឹមហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលពេញចិត្តលើរូបរាងខ្ញុំអាចចូល Subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលនៅមុខម្ហូបថ្មីជាប្រចាំថ្ងៃដែលនាងខ្ញុំចែករំលែកអញ្ចឹងណាសូមជូនពរពុកម៉ែបងប្អូនឲ្យទទួលទានរស់ស៊ីមានបានគ្រប់ភារកិច្ចសុខសប្បាយទាំងទៅទាំងមកធ្វើដំណើរទីឆ្ងាយចិត្តក្តីអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់វីដេអូនេះពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់ឬក៏ចម្ងល់អ្វីចង់សួរនាងខ្ញុំបន្ថែមអាច comment នៅខាងក្រោមបានប្រសិនបើការធ្វើរបស់នាងខ្ញុំហ្នឹងខុសពីពុកម៉ែបងប្អូនធ្វើអញ្ចឹងណាប្រសិនបើពេញចិត្តពុកម៉ែបងប្អូនអាច like ឬក៏ share ទៅដើម្បីឲ្យនៅតាមបណ្ដាខេត្តផ្សេងគាត់អត់ធ្លាប់ស្ងោរជ្រក់ស្ពៃកញ្ញាញ់សាច់មាន់ឲ្យគាត់បានឃើញហើយឲ្យគាត់យកទៅធ្វើទទួលទានទាំងអស់គ្នាទៅកូនខ្មែរគឺចូលចិត្តចែករំលែកគឺស្នាដៃកូនខ្មែរគឺចូលចិត្តដូចថាចែកអ្វីដែលជារបស់ខ្មែរដែលជាកូនខ្មែរធ្វើដោយផ្ទាល់អញ្ចឹងដើម្បីឲ្យស្គាល់ដឹងពីកូនខ្មែរគឺអាចធ្វើសម្លឆ្នៃដោយខ្លួនឯងធ្វើដោយខ្លួនឯងទទួលរសជាតិឆ្ងាញ់គឺចែករំលែកអញ្ចឹងណាពុកម៉ែបងប្អូនសូមអរគុណ